កូនស្រីច្បងរបស់លោក កឹម សុខា គឺកឹមមនោវិជ្ជាត្រូវបានតែងតាំងជាព្រះសិទ្ធិពិសេសរបស់នាយករដ្ឋមន្ត្រីលោក ហ៊ុន ម៉ាណែត ការតែងតាំងនេះកើតឡើងតែប៉ុន្មានថ្ងៃបន្ទាប់ពីកឹមមនោវិជ្ជាបានជួបលោក ហ៊ុន ម៉ាណែត ហើយលោក កឹម សុខា និងគ្រួសារក៏បានជួបលោក ហ៊ុន សែនផងដែរព្រះរាជក្រឹត្យដែលឡាយប្រហោះលេខាដោយសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី នៅថ្ងៃទី17នេះបានត្រាស់បង្គាប់តែងតាំងនិងផ្ដល់ឋានៈកឹមមនោវិជ្ជាព្រះសិទ្ធិពិសេសរបស់នាយករដ្ឋមន្ត្រីលោក ហ៊ុន ម៉ាណែត ដែលមានឋានៈស្មើនឹងរដ្ឋមន្ត្រី មានន័យថាកឹមមនោវិជ្ជាមនុស្សជំនិតដែលធ្វើការស្និទ្ធទៅនឹងលោក ហ៊ុន ម៉ាណែត ការតែងតាំងនេះធ្វើឲ្យមានការភ្ញាក់ផ្អើលក្នុងចំណោមសាធារណជន ជាពិសេសអ្នកប្រើប្រាស់បណ្ដាញសង្គមដែលរួមមានបញ្ញវន្ត និងអ្នកនយោបាយផងនោះ ដោយហេតុថាលោក កឹម សុខា ជាអតីតមេដឹកនាំគណបក្សសង្គ្រោះជាតិដែលធ្លាប់ជាគូប្រជែងដ៏ខ្លាំងក្លាមួយជាមួយនឹងគណបក្សប្រជាជនកម្ពុជា ដែលមានលោក ហ៊ុន សែន ជាប្រធានបក្ស យ៉ាងណាមិញសម្រាប់ការជួបជុំរវាងគ្រួសារលោក ហ៊ុន សែន និងលោក កឹម សុខា ត្រូវបានអ្នកខ្លំមើលសង្គមមួយចំនួនមើលឃើញថា ហាក់កំពុងតែមានសញ្ញាថ្មីនៃរបបនយោបាយ ដោយគណបក្សប្រជាជនកម្ពុជាហាក់កំពុងបន្ទន់ជំហរចំពោះគ្រួសារកឹម សុខា ក៏ប៉ុន្តែពួកគេនៅមិនទាន់អាចដឹងច្បាស់នៅឡើយទេថារបបនយោបាយនេះនឹងទៅជាយ៉ាងណា លោក នីល ឡុងលីន សាស្ត្រាចារ្យជាន់ខ្ពស់ផ្នែកនយោបាយនៅសាកលវិទ្យាល័យ St. George នៅទីក្រុងឡុង លើកឡើងថា ប្រសិនបើចង់ឲ្យមានការផ្សះផ្សានយោបាយដ៏ពិតប្រាកដ វាគួរតែលើសពីការជួបជុំ ហើយទាមទារឲ្យមានការដោះលែងអ្នកជាប់ឃុំខាងនយោបាយ និងការបើកលំហនយោបាយកាន់តែទូលំទូលាយ។